Commander ថ្មីក៏បកស្រាយហើយ Commander ដែលគេពេញនិយមលេងក៏យកមកលេងហើយវាអត់ដឹងថាត្រូវបង្កើត content ពីអីទៀតមើលក្នុង comment ក៏អត់មានណាគេ request Commander ណាមួយដល់អញ្ចឹងក៏សម័យចិត្តថាថ្ងៃហ្នឹងអត់បញ្យល់អំពី Commander ទេតែយើងគឺនិយាយអំពីការថ្មីវិញដូចអ្នកគ្នាបានដឹងចឹងថាការ update មកក្រោយហ្នឹងមានការថ្មីច្រើនណាស់ថ្ងៃហ្នឹងខ្ញុំលើកយកការទៅ3ទេដែលវាជាការដែលគួរឲ្យចាប់អារម្មណ៍យកមកនិយាយដោយការទាំង3ហ្នឹងខ្ញុំសូមហៅកាត់ការទី1យើងអាចហៅថាការ trade ការទី2ការ EP និងការទី3ការលុយសម្រាប់ការ trade វានឹងផ្ដល់ឲ្យយើងនៅ trade ចំនួន1គឺ trade level 1ជាមួយនឹង synergy ចំនួន2មកជាមួយវាហើយ trade នេះផងដែរវានឹងឡើងផ្កាយចំនួន1រៀងរាល់1 stake អញ្ចឹងមានន័យថាវាអាចឡើងដល់3ផ្កាយបន្ទាប់ពីយើងយកការហ្នឹងបាន3 stake សម្រាប់ការទី2ការ experience គាត់និយាយមកអ្នកនរគ្នាដឹងហើយថាវាជំនួយអីគេសម្រាប់ការ experience ហ្នឹងអ្នកនរគ្នានឹងទទួលបាន25 experience ភ្លាមក្រោយពេលដែលយកការហ្នឹងមិនតែប៉ុណ្ណោះនៅពេលដែលយើង start new round កន្លែង refresh shop ដែលយើង refresh អស់2កាក់ហ្នឹងរាល់ពេលដែលយើង refresh 2កាក់យើងនឹងទទួលបាន2 experience តែក្នុងមួយ round យើងអាច refresh បានតែម្ដងឯងការហ្នឹងគឺវាល្អខ្លាំងមែនទែនសម្រាប់ commander លេង late game ដូចជា Lancelot គុណវាឈូតែវាអត់សូវល្អប៉ុន្មានទេសម្រាប់ Aurora ដៃ Aurora គាត់នឹងយល់ហើយសម្រាប់កាត់ចុងក្រោយកាត់ដូចអ្នកគ្នាឃើញយើងគ្មានវីដេអូឲ្យទេម៉ែមិនដឹងថាមកពី commander នឹងវាអន់ឬក៏មកពីខ្ញុំវាអន់ខ្ញុំខំលេងគ្រប់ត្រាស់ carry comment ស្គាល់ skill hero ឡើងច្បាស់ដល់ចុងក្រោយក៏ថោគ្រប់វាខ្ញុំទ្រាំឡើងបានហើយខ្ញុំទ្រាំលេង commander នឹងឡើងបានហើយខ្ញុំមិនចាំយកកាតនឹងតបានទេលេង6 game លោកាតនឹងមួយមិនបានហើយចាញ់ដូចស៊ីបាយទៀតរែងវិញធ្លាក់ដូចទឹកខ្ញុំឡើងខ្វល់ហើយអាកាតនឹងគឺជាកាតលុយប្រកបណាវាឲ្យលុយយើងរៀងរាល់ពេលដែលយើងឈ្នះម្ដងវានឹងຕົកលុយយើងឲ្យ4នៅពេលដែលលុយយើងគ្រប់8វានឹងចែកឲ្យយើងហើយតែបើសិនជាយើងចាញ់ត្រឹម4វានឹងឲ្យយើងត្រឹម4តែបើយើងឈ្នះហើយវានឹងຕົករបស់យើងរហូតគ្រប់8បានវាឲ្យយើងនិយាយអំទៅឈ្នះ1ចាញ់1បាន4ឈ្នះ2ជាប់គ្នាបាន8តែប៉ុណ្្នឹងឯងតាំងលេងវាជាឆេះមកមិនដែលណាវេទនាដល់ថ្ងៃហ្នឹងឯងមែនតើយើងអស់ល្អគ្នាហើយយូរសងចុងក្រោយបាយអ្នកនរគ្នាហើយកុំលេងយូរសងតាមខ្ញុំប្រយ័ត្នលងខ្លួន